បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកនៃការប្រើប្រាស់ LD ណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់ហើយ Facebook ម្ដងបានច្រើន account បាទ2 3 account ឬក៏លើសហ្នឹងទៅហើយឲ្យវា scroll ឬក៏មើលខ្លួនឯងអញ្ចឹងទៅដើម្បីយើងចិញ្ចឹម account Facebook ឬក៏ប្រើប្រាស់មើល YouTube ឬក៏អីអញ្ចឹងទៅអញ្ចឹងជាដំបូងដើម្បីប្រើប្រាស់ LD យើងចូលទៅបាទចូលក្នុង Chrome សិនដើម្បី download កម្មវិធី LD ហ្នឹងយកមកប្រើប្រាស់លើកុំព្យូទ័ររបស់យើងបាទអញ្ចឹងខ្ញុំចុចទៅលើ Chrome បាទហើយយើងសរសេរពាក្យថា LD មកបាទ LD មកហើយយើងចុច search បាទនេះវា load មកឲ្យលើគេនេះឯងបាទអញ្ចឹងយើងចុចទៅលើ LD ហ្នឹងមកបាទវានឹង load មកឲ្យយើងហើយអញ្ចឹងយើង download វាមកហើយយើងចង់បានប្រភេទម៉េចបាទអញ្ចឹងយើងបាទអញ្ចឹងខ្ញុំចុចបាទហើយចុច save មកបាទវា download ឲ្យយើងហើយនេះវា download បានហើយអញ្ចឹងខ្ញុំចូលទៅបើកវាបងប្អូនអ្នកគ្នាចូលទៅបើកវាមកបាទហើយបន្ទាប់មកយើងចុចតម្លើងវាហើយយើងចុចពាក្យថា yes បាទបន្ទាប់មកយើងចុចពាក្យថា install ចាំមកផ្លែទៅបងប្អូនអ្នកគ្នាវានឹងឲ្យ load ពេញវានឹងចូលហើយបាទនេះបងប្អូនអ្នកគ្នាបន្ទាប់ពីយើង install វាហើយណាវា load បែបនេះហើយបងប្អូនបាទបងប្អូនអាចដាក់Google Play Store បាទដើម្បី download កម្មវិធីដែលយើងចង់បានមាន Facebook YouTube TikTok អីចឹងទៅឥឡូវនេះខ្ញុំសាញ Play Store ដើម្បី download Facebook YouTube ឬក៏ TikTok អីចឹងទៅបាទហើយយើងបន្ទាប់ពីយើងដាក់ email ដាក់អីហើយយើង download បានយើងប្រើប្រាស់បានដោយទូរស័ព្ទចឹងហើយវាមានភាពងាយស្រួលយើងអាចប្រើម្ដងបានច្រើនក៏បានបាទហើយយើងអាចប្រើជាទម្រង់ iPad ក៏បានបាទទូរស័ព្ទក៏បានទំហំយើងចង់បានអីបានគឺយើងអាចកំណត់បាននេះបងប្អូនអរគ្នាបងប្អូនចង់បានទំហំបែបណាបាទហើយយើងសេរីជា tablet phone បាទឬក៏យើង customize វាតាមដែលយើងចង់បានអញ្ចឹងខ្ញុំចង់បានប្រភេទ phone បាទអញ្ចឹងខ្ញុំយក18គុណនឹង1920នេះបានជាលក្ខណៈទូរស័ព្ទដៃណាបាទឬយើងចង់បាន standard បាទឬក៏យើងចង់បាន high បាទ FPS ដើម្បីឲ្យចង់ថាឲ្យកម្មវិធីយើងដើរ smooth ដើរស្រួលអញ្ចឹងណាអាហ្នឹងអាស្រ័យទៅលើកុំព្យូទ័ររបស់បងប្អូនដែរបើកុំព្យូទ័ររបស់បងប្អូនធំបាទយើង build លក្ខណៈ PC ណាបាទហ្នឹងយើងអាចប្រើវាបានអញ្ចឹងអានេះខ្ញុំប្រើនៅលើ laptop ទេខ្ញុំអត់ចង់ឲ្យទូរស័ព្ទខ្ញុំអត់ចង់ឲ្យកុំព្យូទ័រខ្ញុំវារត់លើសពីសមត្ថភាពរបស់វាណាបាទអញ្ចឹងខ្ញុំប្រើ standard ទៅហើយបន្ទាប់មកបងប្អូនចុច save វាមកវាចេញជាលក្ខណៈហើយទូរស័ព្ទឲ្យយើងហើយបាទចាំតិចទៅជាមួយខ្ញុំចុច restart វាបាទនេះបងប្អូនអរគ្នាវាចេញជាលក្ខណៈទូរស័ព្ទឲ្យយើងហើយបងប្អូនចង់បានទំហំប៉ុណ្ណាក៏បានដែរយើងអាចប្រិចព្រមវាបានទាំងអស់នេះខ្ញុំឲ្យវាដំណើរការសិនបាទបងប្អូនចង់បានទំហំរបៀបម៉េចបាទនេះប៉ុណ្ណេះក៏បានអីក៏បានណានឹងអាស្រ័យទៅលើបងប្អូនចង់បានឬយើងចង់បានទំហំមកល្មមណាអញ្ចឹងយើងអាចដាក់បាន2ឬក៏3ឬក៏4អីចឹងទៅបើកុំព្យូទ័របងប្អូនទាំងអស់គ្នាមេធំបាទ spec ធំយើងអាចដាក់4 5អីចឹងទៅតែបើថាបងប្អូនប្រើប្រភេទ laptop កុំព្យូទ័របងប្អូនរត់បានថា3 4ផ្ទាំងអីចឹងទៅយើងប្រើតែ3 4ផ្ទាំងទៅបាទឬក៏យើងប្រើតែ2 3ផ្ទាំងក៏បានសារលើបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូម add ទៅលើ Facebook YouTube អីសិនបាទ
បាទនេះខ្ញុំ add Facebook add YouTube អីចូលហើយព្រោះអានេះខ្ញុំប្រើទៅលើ Facebook អញ្ចឹងខ្ញុំ add ទៅ Facebook ចូលទេអានេះបាទ location របស់ខ្ញុំហើយបាទ VPN របស់ខ្ញុំហើយខ្ញុំប្រើណាហើយរបៀបប្រើប្រាស់ខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតនៅវីដេអូបន្តទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបាទជួបគ្នានៅវីដេអូក្រោយ